ប្រវត្តិនិងអត្ថន័យព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីបអកអំបុកសំពះព្រះខែពិធីបុណ្យប្រណាំងទូកអកអំបុកសំពះព្រះខែនិងបណ្ដែតប្រទីបតែងត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំនៅព្រះរាជាណាចក្រកម្ពុជាការប្រណាំងទូកមានរយៈពេល3ថ្ងៃតែម្ដងគឺចាប់ពីថ្ងៃ14 15 មួយរោចខែកដឹកហើយពេលយប់ក៏មានការបណ្ដែតប្រទីបផងដែរចំណែកឯពិធីបុណ្យអកអំបុកសំពះព្រះខែវិញប្រារព្ធឡើងនៅថ្ងៃទី2តែប៉ុណ្ណោះពលគឺនៅពាក់កណ្ដាលរាត្រីនៃថ្ងៃទី15កើតខែកដឹកពិធីបុណ្យអុំទូកមានដើមកំណើតតាំងពីរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី7មកម្លេះក្នុងអំឡុងឆ្នាំ1177ពួកចាមបានលើកទ័ពមកធ្វើការលុកលុយនិងត្រួតត្រាប្រទេសកម្ពុជាអស់រយៈពេលប្រមាណ4ឆ្នាំគ្រានោះព្រះបាទជ័យវរ្ម័នទី7បានបង្រួបបង្រួមជាតិនិងចំណាយពេលវេលារៀបចំយុទ្ធសាស្ត្រកងទ័ពដើម្បីប្រយុទ្ធប្រឆាំងចំពោះពួកចាមរហូតទទួលបានជ័យជំនះហើយព្រះអង្គបានឡើងគ្រងរាជ្យសម្បត្តិដឹកនាំប្រទេសជាតិនៅឆ្នាំ1181និងបានធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនរុងរឿងដល់កម្រិតកំពូលថែមទៀតផងប្រវត្តិសាស្ត្រត្រង់នេះហើយទើបនាំឲ្យប្រជាពលរដ្ឋកម្ពុជាប្រារព្ធពិធីនេះឡើងដើម្បីរំលឹកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹករបស់ខ្មែរដែលបានរំដោះទឹកដីឲ្យរួចផុតពីការជិះជាន់របស់ពួកចាមដែលជាខ្មាំងសត្រូវរបស់ខ្មែរនាសម័យនោះពិធីនេះទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋគ្រប់ទិសទីហើយតែងតែនាំគ្នាប្រារព្ធជារៀងរាល់ឆ្នាំដោយមានការប្រណាំងទូកអុំនិងទូកចែវបរោះនារីជាដើមពិធីបុណ្យអុំទូកនេះក៏បានភ្ជាប់នឹងពិធីផ្សេងៗទៀតផងដែរគឺការបណ្ដែតប្រទីបអកអំបុកនិងសំពះព្រះខែជាដើមដែលជាការឆ្លុះបញ្ចាំងពីជំនឿសាសនាយ៉ាងមុតមាំក្នុងឱកាសបុណ្យអុំទូកប្រជាពលរដ្ឋតាមបណ្ដាខេត្តក្រុងមួយចំនួនបានយកទូកមកប្រណាំងនៅទន្លេសាបមុខព្រះបរមរាជវាំងដើម្បីដណ្ដើមយកជ័យជំនះឲ្យខេត្តរបស់ខ្លួនទៀតផងក្នុងពិធីនេះក៏មានការបណ្ដែតប្រទីបផងដែរអត្ថន័យនៃការបណ្ដែតប្រទីបនេះគឺសម្ដែងការនឹករលឹកដឹងគុណនៃព្រះគង្គានិងព្រះធរណីដែលបានផ្ដល់នូវសេចក្តីសុខសប្បាយភោគផលក្នុងការងារកសិកម្មរបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ប្រជាកសិករក្រៅពីបណ្ដែតប្រទីបក៏មានការបាញ់កាំជ្រួចព្រោងព្រាតថែមទៀតផងដែលមានមនុស្សនីចូលរួមទស្សនាយ៉ាងច្រើនកកកនិងញ៉ាំងឲ្យពិធីនេះកាន់តែអ៊ូអរនិងអធិកអធមឈានដល់ថ្ងៃទី2គឺថ្ងៃ15ខែកដឹកគឺមានពិធីមួយទៀតហៅថាពិធីអកអំបុកសំពះព្រះខែពិធីអកអំបុកនិងសំពះព្រះខែនេះត្រូវបានប្រជាពលរដ្ឋខ្មែរធ្វើឡើងដើម្បីរំលឹកដល់ព្រះពោធិសត្វដែលយន់យកកំណើតជាទុនសាយដោយគ្រានោះព្រះអង្គបានលះបង់អាយុសង្ខារដល់ព្រះឥន្ទ្រាធិរាជដើម្បីបំពេញទានបារមីបើតាមជំនឿរបស់ដូនតាខ្មែរប្រជាពលរដ្ឋយល់ថាព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងធ្លាប់កើតជាទុនសាយកាលពីព្រះអង្គមិនទាន់បានត្រាស់ដឹងគ្រាមួយព្រះឥន្ទបានយាងចុះមកហើយនិមិត្តខ្លួនជាតាព្រាហ្មណ៍ម្នាក់នៅចំពោះមុខទុនសាយនោះហើយក៏ពោលពាក្យឡើងថាជីវិតខ្ញុំនឹងខ្សែជាមិនខានបើគ្មានអាហារភោជនបរិភោគក្នុងពេលនេះពេលនោះឯងទុនសាយជាតួអង្គព្រះពោធិសត្វនៃយើងបានពោលពាក្យតបទៅយ៉ាងនេះថាខ្ញុំមានតែសាច់និងឈាមប៉ុណ្ណោះបើអ្នកចង់បានចូលអ្នករកអស់មកបង្កាត់ភ្លើងទីចោះខ្ញុំនឹងលូតចូលទៅក្នុងភ្លើងឲ្យបានជាអាហារបរិភោគរបស់អ្នកគ្រាន់តែលើកដូច្នេះព្រះឥន្ទក៏បង្កាត់ភ្លើងភ្លាមចំណែកឯទុនសាយក៏លោតចូលក្នុងភ្លើងនោះភ្លាមដោយមិនបង្អង់យូរប៉ុន្តែដោយអំណាចនៃសេចក្តីជ្រះថ្លានិងការបរិច្ចាគដ៏អស្ចារ្យរបស់ទុនសាយព្រះឥន្ទក៏ហោះទៅទ្រាំមិនឲ្យភ្លើងឆេះរោមមួយសរសៃឡើយលំដាប់នោះព្រះឥន្ទក៏ហោះទៅកាន់ឋានសួគ៌ដើម្បីយកថ្មកែវមនោសិលាទៅគូសរូបទុនសាយនៅរង្វង់ព្រះច័ន្ទដែលជាហេតុនាំឲ្យមានរូបទុនសាយជាប់នឹងរង្វង់ព្រះច័ន្ទតាំងពីកាលនោះរហូតមកហើយមានមនុស្សគ្រប់រូបក៏មើលឃើញរូបទុនសាយច្បាស់នៅថ្ងៃ15កើតពេញបរមីរឿងរ៉ាវនៃព្រះពោធិសត្វនេះហើយដែលនាំឲ្យអ្នកស្រុកតែងតែរៀបចំប្រារព្ធពិធីជារៀងរាល់ឆ្នាំនៅតាមវត្តអារាមភូមិស្រុកនិងទីប្រជុំជននានាដោយមានចេកអំបុកទឹកដូងផ្លែឈើជាដើមដើម្បីរំលឹកដល់ព្រះពោធិសត្វដោយសារតែមានជំនឿបែបនេះឯង